បាទជំរាបសួរបងប្អូនសិស្សានុសិស្សក៏ដូចជាប្រិយមិត្តដែលតែងតែនិយមគាំទ្រនៅ Channel YouTube របស់លោកគ្រូបាទអញ្ចឹងវិលមកជួបលោកគ្រូសាជាថ្មីម្ដងទៀតក្នុងកម្មវិធី AutoCAD Drawing ដែលលោកគ្រូតែងតែបង្ហាញជូនអំពី technique ក្នុងការបង្កើតនៅ object ផ្សេងបាទទាំង 2D និង 3D បាទអញ្ចឹងនៅពេលនេះដែរលោកគ្រូនឹងបង្ហាញជូនអំពីរបៀបនៃការបង្កើតនៅ object ជាពីរញបាទថាតើយើងអាចបង្កើតពីរញនេះបានយ៉ាងដូចម្ដេចបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាកុំភ្លេចបាទជួយ share Subscribe ក៏ដូចជា like page របស់គ្រូម្នាក់មួយផងដើម្បីយើងទទួលបាននៅវីដេអូថ្មីៗជាបន្តបន្ទាប់បាទអូខេបាទឥឡូវនេះយើងមើលគំនូរត្រាស់នៅលើនេះគឺយើងមាន 2D រួចហើយជាគំនូររបស់លោកគ្រូដែរហើយឥឡូវនេះលោកគ្រូនឹងបង្ហាញពីដើមមកវិញដែលហើយនឹងឈានទៅដល់ 3D តែម្ដងអូខេបាទអញ្ចឹងសូមតាមដានទាំងអស់គ្នាបាទអញ្ចឹងយើងមានຂະຫນាតមានទំហំមុខកាត់អីត្រឹមត្រូវអស់ហើយបាទចំនួនថ្មិញពីញរបស់យើងបាទអញ្ចឹងសូមតាមដានទាំងអស់គ្នាតែម្ដងបាទអូខេបាទអញ្ចឹងជាដំបូងយើងនៅកំណត់នៅមុខកាត់ខាងក្រៅបាទអញ្ចឹងមុខកាត់ខាងក្រៅយើងយក100បាទហើយមុខកាត់ខាងក្នុងនេះយើងមាន air 45អូខេអញ្ចឹងយើងគូសខាងក្នុងមួយទៀតគឺវា air 45អូខេបាទឥឡូវនេះយើងបានហើយបាទអញ្ចឹងគ្រូអាចលឿនបន្តិចដើម្បីយើងកុំឲ្យវែងពេកបាទអូខេបាទអញ្ចឹងយើងមើលថ្មិញរបស់វាគឺថ្មិញវាមានទំហំ8បាទ8អញ្ចឹងគ្រូអាច offset វា O enter បាទគ្រូយក4សងខាងដើម្បីវាឲ្យវាចំម្ដាលបាទមកខាងនេះ4មកខាងនេះ4បាទបាទអញ្ចឹងគ្រូអាចកាត់ខាងក្នុងនេះចេញបាទសងខាងនេះហើយអូខេរួចហើយគ្រូអាចកាត់ខាងក្រៅនេះចេញតែម្ដងអូខេបាទរួចហើយគ្រូអាចកាត់ខាងក្នុងនេះដែរបាទអូខេបាទរួចហើយគ្រូ check មើលខាងក្រៅនេះដែរបាទអញ្ចឹងគ្រូកាត់តម្រឹមថ្មិញវានេះបាទសងខាងអូខេបាទរួចហើយគ្រូអាចភ្ជាប់វាយើងអាចយក J មកបាទ enter យើង select ថ្មិញវាបាទយើង complete fresh shift ផងបាទហើយយើងយក join មក J enter បាទអញ្ចឹងយើង check មើលវាជាប់ហើយបាទអូខេអញ្ចឹងនៅក្នុងរូបរបស់យើងនេះគឺយើងមាន fillet កម្មវានៅខាងក្រៅនេះគឺកម្មមួយហើយខាងក្នុងគឺគល់ថ្មិញនេះគឺ air 2បាទអញ្ចឹងគ្រូអាចfillet វាហើយ F enter or enter បាទគ្រូយក1កម្មវា1បាទអញ្ចឹងគ្រូអាចselect ជ្រុងទី1និងជ្រុងទី2បាទរួចគ្រូ space មកខាងនេះដូចគ្នាដែរអូខេយើង F enter or enter យក2បាទខាងនេះបាទរួចហើយយើងយកខាងនេះដែរបាទអូខេបាទឥឡូវនេះយើងបានថ្មិញវាហើយបាទអូខេអញ្ចឹងយើងអាចផ្ដាច់វាទៅវិញតែមុនយើងរេវាថ្មិញវាបាទអញ្ចឹងយើងយក command X មកបាទ explode enter បាទយើងចុចទៅលើ object របស់យើងហើយយើង enter មកបាទអញ្ចឹងយើង select វាម្ដងទៀតឃើញថាវាដាច់ហើយប៉ុន្តែយើងដើម្បីយើងរេវាទៅថ្មិញទាំងមូលតែម្ដងគឺយើងភ្ជាប់វាម្ដងទៀតយើងយក J enter បាទយើង select ទាំងអស់នេះបាទថ្មិញយើងទាំងអស់នេះបាទបាទអញ្ចឹងយើងចង់បានប៉ុណ្ណេះយើងជួញវាឡើងវិញបាទអញ្ចឹងបានថាវាជាប់ស្រឹមនឹងហើយបាទយើងអាចរេវាជុំវិញបានអញ្ចឹងយើងមានថ្មិញពីញរបស់យើងគឺមាន20បាទអញ្ចឹងយើងអាចរេវាដោយ command AR បាទ enter បាទយើងមក select លើថ្មិញពីញរបស់យើងយក polar ray បាទអញ្ចឹង ray របស់យើងមាន rectangle ray path ray អីចឹងទៅ
បាទអញ្ចឹងយើងយក Polare ដោយសារវាជារង្វង់បាទអូខេបាទរួចហើយគ្រូអាចមក select ខាងផ្ចិតនេះបាទរួចហើយគ្រូអាចកំណត់វាយកIT បាទ enter រួចគ្រូយក20ទាំងអស់វា20ថ្មិញបាទអូខេអញ្ចឹងយើងបាន20ថ្មិញហើយបាទអញ្ចឹងគ្រូអាចកាត់វា TR enter បាទគ្រូអាចកាត់ជើងថ្មិញវានេះបាទចេញបាទយើងកាត់ឲ្យគ្រប់ទាំង20ថ្មិញហ្នឹងមកបាទបងប្អូនទាំងអស់គ្នាបាទកុំភ្លេចជួយ share subscribe ដូចជា like page របស់គ្រូម្នាក់មួយផងបាទដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតបាទអូខេបាទអញ្ចឹងក្រោយពីគ្រូបាននេះហើយគ្រូអាចjoin វាទៅវិញជាប់គ្នាបាទ enter អូខេបាទអញ្ចឹងយើងអាចបានជារូបទាំងអស់នេះជាប់គ្នាហើយ object តែមួយបាទអញ្ចឹងគ្រូអាច explode វាវិញដើម្បីស្រួលធ្វើការបន្តទៀតអូខេបាទអញ្ចឹងគ្រូអាចដាក់នៅវាឡើងវិញបាទអញ្ចឹងគ្រូមើលរង្វង់ខាងក្នុងនេះបាទអញ្ចឹងរង្វង់ខាងក្នុងនេះប្រមាណបាទយើងមានរង្វង់វាអញ្ចឹងគ្រូអាច check មើលខាងក្នុងនេះសិនវាប៉ុណ្ណាបាទគោលនៅទីនេះ enter បាទ enter 35អូខេរួចហើយយើងមានរង្វង់នេះមានចំនួន1 2 3 4 5 6បាទ6ដែរហើយមានមុខកាត់វា C enter បាទមានមុខកាត់ជា10เนาะអូខេ D ធ្វើយើងយក10អូខេបាទអញ្ចឹងយើងអាចរេវាតែម្ដងបាទអញ្ចឹង AR enter បាទយើងអាចមក select វាតែម្ដងបាទ select វាហើយយើងយក Polare ដូចគ្នារួចយើងមកចុចនៅចំណុចកណ្ដាលនេះរួចហើយយើងកំណត់IT enter យើងយក6ដូចគ្នាបាទអញ្ចឹងយើងបាន6រុនហើយអូខេបាទបាន6រុនហើយយើងអាចលុបវាក៏បានដែរបាទអូខេបាទអញ្ចឹងយើងនៅខាងក្នុងនេះទៀតយើងមានមុខកាត់រង្វង់36បាទអញ្ចឹងយើងខាងក្នុងមាន36 C បាទ enter បាទ D enter 36អូខេហើយនឹងមួយទៀតគឺមុខកាត់50បាទអញ្ចឹងយើងយកនេះហើយបាទ D enter 50អូខេបាទអញ្ចឹងគួរអាចលុបនេះចេញបាទរួចហើយគ្រូអាចjoin វាឡើងវិញ J enter បាទអូខេបាទអញ្ចឹងឥឡូវយើងគ្រូអាច explode វាវិញបាទអូខេបាទអញ្ចឹងក្រោយពីយើងភ្ជាប់រួចហើយបាទគ្រូអាចสูตรវាជា object CD បាទអញ្ចឹងគួរអាចបដូរទិសដៅវាបាទអូខេបាទអញ្ចឹងគួរអាច extrude វាបាទអញ្ចឹងគួរអាច extrude មកបាទទាំងអស់នេះបាទយើងយកកម្រាស់វា10អូខេបាទអញ្ចឹងយើងយកកម្រាស់10រួចហើយបាទយើងដាក់ផ្ទៃវាមើលបាទដាក់ផ្ទៃវាមើលបាទដាក់ផ្ទៃណាដែលយើងស្រួលមើលដែរអូខេextrude វាឡើងកម្រាស់វាបានដែរ
ឧបមាថាពីញងរបស់យើងនេះគឺយើងយកផ្ទៃនេះយើងពុះតិចមកខាងក្នុងនេះបាទយើងឡើង5មកគួរអាចសុំត្រឡប់វាសិនបាទបាទឥឡូវនេះគ្រូកាត់នេះសិនគ្រូកាត់រុនទាំងអស់នេះសិនเนาะបាទអញ្ចឹងគ្រូអាចចុចនៅកន្លែងនេះបើសិនជាយើងពិបាកកាត់យើងអាចកំណត់ face វាអញ្ចឹងយើងយក face ពីលើនេះបាទយើងយកអាស័ព្ទមករួចហើយគ្រូអាចយក press pull ដដែលបាទអូខេបាទអញ្ចឹងគ្រូអាចទាញវាមកចេះសិនមកហើយគ្រូ select លើរង្វង់មួយហ្នឹងវាដាច់ហើយបាទតែគ្រាន់តែវាអត់ទាន់កាត់ចេញបាទអញ្ចឹងគ្រូអាចកាត់ select លើវាបាទអញ្ចឹងចំណាំបើសិនជាយើងមិនទាន់កាត់ទេគឺវានៅបែបនេះគឺយើងអាចធ្វើបានណាអូខេបាទអញ្ចឹងគ្រូអាចអញ្ចឹងយើងតេស្តម្ដងទៀតគឺដាច់ហើយអូខេបាទអញ្ចឹងយើងអាចត្រឡប់មកខាងទៀតបាទដល់យើងប្រើ command 3D rotate បាទអញ្ចឹង 3D rotate បាទយើងអាចបាទ select លើនេះមកយើងចាប់នៅកន្លែងណាមួយយើងត្រឡប់វាមកបាទអូខេដើម្បីយើងធ្វើការនៅលើផ្ទៃខាងនេះមួយទៀតអូខេបាទអញ្ចឹងកន្លែងនេះយើងឡើងមិញ5เนาะអូខេយើងយក5ដូចគ្នាសងខាងអូខេបាទហើយអានេះយើងកាត់វាដាច់តែម្ដងបាទអញ្ចឹងយើង select វាមើលវាដាច់អត់បាទអញ្ចឹងដាច់ហើយអូខេបាទអញ្ចឹងក្រោយពីដាច់ហើយគឺយើងអាចជួញផ្ទៃវាទាំងអស់ហ្នឹងបានហើយជាផ្ទៃតែមួយ enter បាទអញ្ចឹងយើង select មើលគឺវាជាប់គ្នាហើយបាទអញ្ចឹងយើងអាចប្រវល់វាមើលเนาะបាទគឺជាពីញងបាទពីញងបាទដែលបងប្អូនទាំងអស់គ្នាតែងតែប្រើប្រាស់វាគ្រប់មធ្យោបាយនៅពេលដែលកង់ម៉ូតូយើងមានខូចអីជាដើមបាទអញ្ចឹងយើងអាចផ្លាស់ប្ដូរផ្ទៃវាបាទឬក៏ដូរទៅតាមទម្រង់ផ្ទៃផ្សេងបាទបាទអញ្ចឹងនេះជាពីញងបាទដែលលក្ខណៈ 3D ដែលគ្រូបានគូសនេះបាទអញ្ចឹងយើងអាចផ្លាស់ប្ដូរផ្ទៃវាសាកមើលទាំងអស់បាទបានដូចគ្នាเนาะអូខេបាទអញ្ចឹងគ្រូអាចមូលចុះក្រោមតិចដាក់ស្មើគ្នាចេះមកបាទអញ្ចឹងនេះគឺជារូបពីញងបាទអូខេបាទគ្រូអាចដូរផ្ទៃវាបាទអូខេបាទបងប្អូនទាំងអស់គ្នាសង្ឃឹមថាតន់នៅអ្វីដែលគ្រូបានអនុវត្តនៅលើ screen នេះហើយបាទអញ្ចឹងយើងអាចផ្លាស់ប្ដូរផ្ទៃវាបានហើយឥឡូវនេះគ្រូអាច copy វាឲ្យបាន2 3បាទហើយគ្រូដាក់ពណ៌វាអូខេបាទអូខេបាទឥឡូវនេះគ្រូដាក់ពណ៌វាបាទអញ្ចឹងຂະຫນາດគ្រូបាច់ដាក់ទេដោយសារគ្រូមានຂະຫນາດនេះហើយបាទអញ្ចឹងគ្រូអាចដាក់ពណ៌វាយើងនៅគ្រាន់តែយើង select លើវាទៅបាទយើងអាចដាក់ពណ៌វាបានដូចពណ៌ហើយបាទអញ្ចឹងគ្រូអាចបិទក្រាញនេះតិចដើម្បីឲ្យវាមានផ្ទៃម៉ត់បាទគ្រូអាចដូរពណ៌ម្ដងទៀតបាទអូខេបាទអញ្ចឹងកុំឲ្យដូចពណ៌គ្នាគ្រូអាចយកពណ៌ផ្សេងเนาะអូខេឬក៏ពណ៌នេះលិចបាទអូខេបាទ
ចឹងនេះគឺជាប្រភេទពីញ៉ុងដែលបងប្អូនទាំងអស់គ្នាបានឃើញទាំងគំនូ 2D និង 3D បាទចឹងកុំភ្លេចជួយ share subscribe ក៏ដូចជា like page របស់គ្រូម្នាក់មួយផងបាទចឹងគ្រូអាចដាក់ view បាទចឹងយើងយក isometric បាទយើងយកចឹងយើងអាច rotate វាបានបាទយើងអាច bridge បរួម zoom វាបាទ zoom វាមើលទៅបាទចឹងប្រភេទពីញ៉ុងបាទចឹងបងប្អូនទាំងអស់គ្នាបាទអូខេបាទឥឡូវយើងអាចដូរផ្ទៃឲ្យបានផ្សេងទៀតเนาะអូខេចឹងផ្ទៃនេះយើងបាត់ color បាទលេប color បាត់បាទអូខេខាងនេះដែរបាទយើងដាក់រៀនដែរអស់ទៅបាទដើម្បីយើងដឹងថាវាយ៉ាងម៉េចបាទនេះផ្ទៃឆ្លោះបាទផ្ទៃឆ្លោះ X-ray យើងដឹងហើយបាទ X-ray អូខេបាទអញ្ចឹងយកផ្ទៃនេះមួយមកដើម្បីឲ្យវាច្បាស់បាទអូខេបាទអរគុណច្រើនចំពោះការតាមដាននៅលើការអនុវត្តនៅលើ screen នេះបាទអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានអ្វីមិនច្បាស់លាស់អាច comment សួរលោកគ្រូបាននៅក្នុង page ឬក៏ channel របស់លោកគ្រូបាទអរគុណច្រើន